រឿងអាសក់ស្លូតអាសក់កាចកាលពីព្រេងនាយមានក្មេងប្រុសពីរនាក់នៅភូមិជាមួយគ្នាមួយឈ្មោះអាសក់ស្លូតមួយឈ្មោះអាសក់កាចឯអាសក់កាចចិត្តអាក្រក់បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នាតែងតែរករឿងឆ្លោះផងជេរផងវាយគេមិនដែលខានម្ដាយឪពុកអាសក់កាចនោះជាអ្នកក្រាន់បើមានស៊ីមានចាយកាន់ជើងអាសក់កាចណាស់បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសក់កាចពុនពេកឯអាសក់ស្លូតកំព្រាឥតមានមេត្តាបិតាមានតែជីដូនក៏ចាស់ជរាក្រលំបាកពេកក្រៃអាសក់ស្លូតនោះបើលេងល្បែងអ្វីៗនឹងក្មេងផងគ្នាក្នុងភូមិនោះពុំដែលឆ្លោះប្រកែកដល់ម្ដងឡើយបណ្ដាលជនក្នុងភូមិនោះអាណិតស្រឡាញ់ឲ្យចំណីស៊ីខុសអ្នកនេះអ្នកនោះឲ្យមិនដែលសល់ខានម្ល៉េះហើយអាសក់កាចនោះច្រណែនទាំងមួម៉ៅក្តៅចិត្តរឹតតែកាចឡើងជេរវាយកូនគេឥតកោតញញើតចាស់នឹងចាស់ឆ្លោះគ្នាព្រោះតែកម្មជើងកូនរៀងខ្លួនលោកអាសក់ស្លូតនិងអាសក់កាចចម្រើនអាយុធំឡើងអាសក់កាចបបួលអាសក់ស្លូតថាវើយយើងចង់នាំគ្នាទៅកាប់ឫស្សីលួសរនៀបត្បិតផ្ទះអាសក់ស្លូតឯងបាក់ពុកអស់ហើយអាសក់ស្លូតថាអញគ្មានប្រដាប់កំបិតឲ្យជាមុតមមទេទាំងអង្គត្រីសាច់ថ្នាំជក់ក៏គ្មានផងសប្ថ្ងៃរោគបានព្រឹកខ្វះល្ងាចអាសក់កាចថាកុំបាច់យកម្ហូបចំណីថ្នាំជក់កំបិតគ្រប់ប្រដាប់ទៅឡើយធានាលើអញទាំងអស់ឯងមានតែខ្លួនចោះថាហើយក៏បណ្ដាលគ្នាទៅដល់ផ្ទះអាសក់ស្លូតហើយអាសក់ស្លូតក៏និយាយប្រាប់ជីដូនថាបងសក់គេបបួលខ្ញុំទៅកាប់ឫស្សីលួសរនៀបប្រដាប់ប្រដាអាហារភោជននៅលើគេទាំងអស់ខ្ញុំមានតែខ្លួនទេជីដូនខាត់ថាចៅកុំទៅព្រៃឫស្សីនោះស្ងាត់ណាស់អាសក់ថាមិនអីទេយាយផ្ទះយាយពុកបាក់អស់ហើយបានរនៀបមកគ្រាន់នឹងជួសជុលកុំឲ្យផងយាយឯយាយផ្ដាំថាចៅទៅក៏ទៅចោះតែមើលថែទាំប្អូនផងអាសក់ស្លូតអាសក់កាចវិចបាយសំណុំគ្រប់ប្រដាប់សម្រាប់កាប់ឫស្សីលួសរនៀបចេញទៅទាំងពីរនាក់ដល់ព្រៃឫស្សីកាប់បានហើយលួសរនៀបអាសក់កាចបានរនៀបតិចអាសក់ស្លូតបានរនៀបច្រើនហើយឈប់សម្រាកស៊ីបាយទាំងពីរនាក់អង្គុយទល់មុខគ្នាអាសក់កាចគិតថាជីវិតឯងមកជាស្លាប់នឹងដៃអញឥឡូវនេះគិតហើយក៏ចាប់យកកំបិតបន្ទោះចាក់ចំភ្នែកអាសក់ស្លូតដែលកំពុងស៊ីបាយអាសក់ស្លូតស្រែកយំថាហេតុដូចម្ដេចក៏មកចាក់ខ្ញុំអាសក់កាចឆ្លើយថាឯងរករបររបស់អញហើយមកស៊ីបាយអញទាំងរនៀបក៏បានច្រើនជាងអញទៀតអាសក់ស្លូតឆ្លើយថាកាលបងឯងបបួលខ្ញុំមកកាប់ឫស្សីលួសរនៀបខ្ញុំប្រកែកថាខ្ញុំគ្មានអ្វីទេបងឯងធានាថាបាយម្ហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមកឥឡូវបងឯងចង់យករនៀបទាំងអស់ក៏យកចោះតែកុំសម្លាប់ខ្ញុំអាសក់កាចឆ្លើយថាឯងនេះមាត់រឹងណាស់អាភាវនាទៅថាហើយអាសក់កាចក៏ចាប់កំបិតបន្ទោះចាក់ភ្នែកអាសក់ស្លូតម្ខាងទៀតឈាមបាញ់ហូរស្រក់ជោកមុខជោកដើមទ្រូងខ្វាក់ភ្នែកទាំងពីរឈឺចាប់ខ្លាំងណាស់ស្ដាយជីវិតខ្លួនណាគិតដល់ជីដូនចាស់ជរាកំព្រានៅឯផ្ទះម្នាក់ឯងអាសក់កាចថាឯងទៅឲ្យត្រីវិស៊ីទៅថាហើយច្រានអាសក់ស្លូតទៅជិតមាត់ស្ទឹងហើយធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងកំពុងហូរដោយគិតថាអាសក់ស្លូតមកជាស្លាប់ហើយក៏ប្រមូលរនៀបទាំងអស់ចងបាច់វិលមកផ្ទះដាក់រនៀបហើយហួសទៅនិយាយថ្លែងកុហកប្រាប់ជីដូនអាសក់ស្លូតថាចៅយាយឯងខ្លាខំស្លាប់ទៅហើយយាយលើអាសក់កាចប្រាប់ថាខ្លាខំចៅស្លាប់ក៏ទួញយំសោកបោកខ្លួនហៀបនឹងខ្សែជីវិតឯអាសក់កាចរីករាយសប្បាយចិត្តហើយក៏ដើរលេងចិត្តផ្ទះដូចធម្មតាដោយចិត្តក្លាហានរកគ្រឿងឆ្លោះនឹងគេតពីនេះដំណើរអំពីអាសក់ស្លូតគ្រាដែលអាសក់កាចចាក់ឆ្កៀលភ្នែកទាំងពីរខាងហើយវិធាក់ទម្លាក់ទឹកស្ទឹងកំពុងហូរទៅនោះអាសក់ស្លូតហែបណ្ដែតខ្លួនតាមខ្សែទឹកហូរទៅក៏ភាវនារកពុទ្ធោពុំដាច់ពីមាត់គ្រានោះអ្នកតាមួយមានមហិទ្ធិខ្លាំងពូកែណាស់ដែលមានអាស្រមនៅក្នុងព្រៃរលាងចិត្តមាត់ស្ទឹងនោះអ្នកតាមានក្រពើធំមួយដេកនៅក្រោមអាស្រមអាចតំណែងជាមនុស្សបានដល់ពេលឃ្លានអាហារក្រពើនោះក៏វាចុះមកស្ទឹងស្វែងរកមនុស្សដល់ពេលឃ្លានអាហារក្រពើនោះក៏វាចុះមកស្ទឹងស្វែងរកអាហារវាហែច្រាស់ទឹកហែទៅប្រទះនឹងអាសក់ស្លូត
ដែលកំពុងហាយបណ្ដាត់ខ្លួនតាមខ្សែទឹកក្រពើលាន់មាត់ថាអាយ៉ាលៀបធំណាស់តើអញមករកអាហារថ្ងៃនេះប្រទះបានមនុស្សស៊ីហើយខំប្រឹងស្ទុះហាយទៅចិត្តលឺមាត់ថាពធក៏សង្ស័យចិត្តមើលទៅភ្នែកទាំងពីរឃើញធ្លុះរោគប្រស័យគ្មានក្រពើគិតថាគួរអញយកទៅថ្វាយលោកតាអញកុំស៊ីមនុស្សនេះហើយក៏មុជគៀអាសក់ស្លូតនោះឲ្យឡើងលើខ្នងហើយត្រឡប់ទៅដល់អាស្រមវិញហើយតំណែងខ្លួនជាមនុស្សដឹកដៃនាំខ្លួនអាសក់ស្លូតទៅថ្វាយអ្នកតាសួរអាសក់ស្លូតនោះក៏ថ្វាយបង្គំរាយរឿងតាមដំណើរគ្រប់ប្រការអ្នកតាស្ដាប់សពគ្រប់ហើយមានចិត្តមេត្តាអាសក់ស្លូតនោះពុនពេកលោកថាអោអាសក់កាចអើយចិត្តអីអាក្រក់ម្លេះណាហើយចៅសក់ស្លូតឯងកំភៃសឹមតាជួយសង្គ្រោះឲ្យចៅរស់ជីវិតភ្នែកក៏ឲ្យភ្លឺដូចដើមបានទៅជួបនឹងជីដូននៅផ្ទះវិញថាហើយក៏ផ្សំថ្នាំដាក់ភ្នែកសោតទឹកមុនផ្លុំភ្នែកឲ្យចៅសក់ស្លូតនោះក៏បានភ្លឺភ្នែកដូចដើមទៅអ្នកតាក្តាប់ដីខ្សាច់មួយដៃសេកទឹកមុនផ្លុំដីខ្សាច់ដាក់ឲ្យដៃចៅសក់ផ្ដាំថាចៅឯងក្តាប់ឲ្យជាប់ពុំលាដៃបើទៅដល់ផ្ទះចៅប្រាប់ជីដូនឲ្យក្រាកន្ទេក្នុងផ្ទះហើយសឹមចៅចាក់ដីខ្សាច់នេះទៅលើកន្ទេអ្នកតាផ្ដាំហើយហៅក្រពើមកឲ្យចៅសក់ស្លូតជិះលើខ្នងហើយតាមស្ទឹងទៅបានទៅដល់កន្លែងដែលអាសក់កាចធាក់ទម្លាក់ក្នុងទឹកនោះចៅសក់ឃើញព្រៃឫស្សីដែលកាប់លួសរនាបក៏ចាំជាក់ក្រពើដាក់ចៅសក់ឲ្យឡើងលើគោកចៅសក់ក៏លាក្រពើដើរដរាបទៅដល់ផ្ទះហើយចូលទៅយំសំពះជីដូនឃើញចៅហើយស្ទុះមកអោបយំខ្សឹកខ្សួរនិយាយប្រាប់ថាគេប្រាប់យាយថាខ្លាខំចៅស្លាប់ទៅហើយម្ចាស់ជីវិតអើយជីដូនយំសោកបោកខ្លួនអាសូរចៅហៀបនឹងខ្សែជីវិតចៅមិនស្លាប់ជីដូនអនណាស់រកអ្វីព្រៀបផ្ទឹមពំបានឯចៅសុកនិយាយប្រាប់ជីដូនតាំងពីទៅកាប់ឫស្សីលួសរនាបត្រូវអាសក់កាចវិចាក់ភ្នែកធ្លាក់ទម្លាក់ទឹកហើយបានក្រពើនាំថ្វាយអ្នកតានោះរៀបរាប់រឿងប្រាប់ជីដូនគ្រប់ប្រការជីដូននឹងរឹតតែអាណិតចៅពេកហើយវាប្រាប់ជីដូនថាយាយក្រាកន្ទេក្នុងផ្ទះទៅជីដូនក្រាតាមពាក្យចៅសុកស្លូតក៏លាដៃដាក់ដីខ្សាច់លើកន្ទេកើតជាប្រាក់គោក្នុងផ្ទះអរណាស់តែពីអ្នកជីដូននឹងចៅបានចាត់ចែងទិញសម្លៀកបំពាក់គ្រប់ប្រដាប់ប្រើប្រាស់សង់ផ្ទះថ្មីល្បីមានដាច់គេក្នុងភូមិនោះឯអាសក់កាចឃើញអាសក់ស្លូតក៏នឹកក្នុងចិត្តថាអញចាក់ភ្នែកវាទាំងពីរខាងចាក់ទម្លាក់ទឹកស្មានថាវាស្លាប់ឥឡូវវារស់ឡើងវិញភ្នែកភ្លឺដូចដើមមានទាំងរូបសម្បត្តិសម្បូរប្រើប្រាស់គ្មានខ្វះអ្វីប្លែកអំពីដើមលុះដល់វេលាស្ងាត់មួយវាបានជួបនឹងអាសក់ស្លូតក៏សួរថាកាលឯងនឹងអញទៅកាប់ឫស្សីលួសរនាបនោះបិសាចមកបណ្ដាចិត្តអញឲ្យចាក់ភ្នែកទាំងពីរខាងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងអញស្មានតែឯងស្លាប់ហេតុដូចម្ដេចក៏ឯងរស់ឡើងវិញហើយមានទាំងទ្រព្យសម្បត្តិច្រើនជាងគេផងអាសក់ស្លូតឆ្លើយថាគុណបានគុណបងកុំអីខ្ញុំក្រលំបាកតោកយ៉ាដូចបងឯងនឹងស្រាប់ហើយនិយាយប្រាប់អាសក់កាចតាមត្រង់ថាការដែលបងចាក់ភ្នែកខ្ញុំទាំងពីរខាងធាក់ទម្លាក់ទឹកក្នុងស្ទឹងនោះខ្ញុំភាវនារកតែពុទ្ធោក៏បានជួបនឹងក្រពើនាំទៅថ្វាយអ្នកតាជប់ភ្នែកជប់ដីខ្សាច់ឲ្យខ្ញុំលុះមកដល់ផ្ទះដាក់ដីខ្សាច់កើតជាប្រាក់មាសបានជាខ្ញុំមានបានសប្តាហ៍ថ្ងៃនេះអាសក់កាចលើអាសក់ស្លូតនិយាយរឿងដូច្នោះក៏បណ្ដាចិត្តលោភលន់ប្រមាណគិតថាអញនឹងធ្វើឲ្យបានដូចអាសក់ស្លូតថ្ងៃក្រោយជួបនឹងអាសក់ស្លូតក៏និយាយថាអាសម្លាញ់អើយអញចង់ទៅកាប់ឫស្សីលួសរនាបនៅព្រៃដែលយើងទៅកាប់ត្រង់កន្លែងមុននោះឯបាយទឹកអាហារភោជនថ្នាំជក់កំបិតតូចធំប្រដាប់កាប់ឫស្សីលួសរនាបស្រេចលើអញទាំងអស់ឯងមានតែខ្លួនទៅបានហើយអាសក់ស្លូតថាក្រែងសម្លាប់អញទៀតអាសក់កាចថាមុននោះខ្មោចកំរោលចូលឲ្យអញងងឹតមុខអញចាក់ឯងដោយមិនដឹងខ្លួនសោះឯងកុំប្រកាន់ខឹងនឹងអញអាសក់ស្លូតថាចាំខ្ញុំជូនទៅត្បិតបងសក់ឯងមានគុណលើខ្ញុំច្រើនខ្ញុំមានទ្រព្យសម្បត្តិក៏ព្រោះបងលុះព្រឹកឡើងអាសក់កាចស្ពាយបាយសំណុំមានគ្រប់ប្រដាប់ដូចមុនហើយបណ្ដើរគ្នាដល់ព្រៃឫស្សីលុះកាប់បានពុះលួសរនាបហើយនាំគ្នាអង្គុយស៊ីបាយអាសក់កាចហុចកំបិតបន្ទួទៅអាសក់ស្លូតប្រាប់ថាឯងចាក់ភ្នែកអញមកខាងទៅអាសក់ស្លូតប្រកែកពំព្រមចាក់អាសក់កាចថាជើចាក់មកអីមិនដេចមិនអាណិតគ្នាផងសោះ
អាសុកស្លូតក៏ចាក់ឆ្កៀដូចគេឆ្កៀក្រសាំងឲ្យខ្វាក់ភ្នែកម្ខាងទៅឯអាសុកកាចឈឺពើផ្សាណាស់តែចិត្តចង់ប្រញាប់បានប្រាក់ដូចអាសុកស្លូតក៏ឲ្យអាសុកស្លូតចាក់ភ្នែកម្ខាងទៀតហើយបង្គាប់ឲ្យអាសុកស្លូតច្រានទៅចិត្តមាត់ស្ទឹងទាំងបង្គាប់ឲ្យធាក់ផងអាសុកស្លូតក៏ធាក់ទម្លាក់ទឹកស្ទឹងទៅអាសុកកាចសួរថាការដែលអញចាក់ឯងមុននោះឯងធ្វើដូចម្ដេចខ្លះអាសុកស្លូតថាអញរកតែពុទ្ធោជាប់នៅមាត់អាសុកកាចស្រែករកតែពុទ្ធោមិនឈប់លឺរំពងព្រៃមាត់ស្ទឹងទន្ទឹងរកកពើក៏ពុំជួបសោះណាមួយវាឈឺចាប់ហែបណ្ដែតខ្លួនយូរបន្តិចទៅអស់កម្លាំងឆ្លក់ទឹកស្លាប់ទៅហើមរលួយរលេះត្រីស៊ីនៅតែលលាក្បាលខ្មោចអាសុកកាចក៏អណ្ដែតតាមខ្សែទឹកលងគេឮតែពុទ្ធោពុទ្ធោដរាបដល់កំពង់ទឹកមហាសេដ្ឋីវេលានោះកូនក្រមុំមហាសេដ្ឋីនាំខ្ញុំប្រុសស្រីចុះទៅងូតទឹកកំពង់តែកញ្ជ្រោកទឹកលេងសប្បាយស្រាប់តែឃើញលលាក្បាលអាសុកកាចនោះអណ្ដែតមកចិត្តលើងស្រែកថាពុទ្ធោពុទ្ធោកូនក្រមុំមហាសេដ្ឋីឈប់លេងទាំងអស់គ្នានឹកសង្ស័យក៏ប្រើខ្ញុំប្រុសម្នាក់ឲ្យទៅស្រង់យកលលាក្បាលខ្មោចនោះមកដាក់លើគោកនៅមាត់កំពង់នោះលលាក្បាលខ្មោចនោះវាមិនបាត់ស្ងាត់សោះចេះតែលងគេរកតែពុទ្ធោពុទ្ធោកូនក្រមុំមហាសេដ្ឋីក៏នាំខ្ញុំប្រុសស្រីឡើងពីងូតទឹកមកប្រើឲ្យខ្ញុំប្រុសកម្មយកក្បាលខ្មោចអាសុកកាចនោះមកផ្ទះហើយនាងជំរាបមហាសេដ្ឋីជាឪពុកនាងថាលោកឪពុកខ្ញុំរើសលលាក្បាលខ្មោចមួយអណ្ដែតទឹកនៅកំពង់យើងវាលងស្រែករកពុទ្ធោពុទ្ធោសេដ្ឋីជាមេដាបេដាស្ដាប់ហើយក៏ស្ទុះមកមើលឃើញក្បាលខ្មោចនោះកំពុងស្រែករកពុទ្ធោពុទ្ធោមែនអស្ចារ្យណាស់ក៏ឲ្យលៀងដោះខាត់ដាក់លើគោកលលាក្បាលនោះក៏នៅតែស្រែករកពុទ្ធោពុទ្ធោជានិច្ចគ្មានឈប់ព្រឹកសេដ្ឋីនោះតែងតែទៅគប់ព្រះមហាក្សត្រនៅចង់ព្រះរាជរោងជួបជុំអស់មន្ត្រីចតុស្ដម្ភរាល់ពេលពុំដែលខានសេដ្ឋីជំរាបអស់លោកថាខ្ញុំបានលលាក្បាលខ្មោចមួយចេះស្រែករកពុទ្ធោពុទ្ធោជានិច្ចអស់លោកចតុស្ដម្ភស្ដាប់ហើយឆ្លើយថាសេដ្ឋីកុហកទេមិនដែលមានលលាខ្មោចណាចេះស្រែករកពុទ្ធោទេយើងមិនជឿឡើយសេដ្ឋីថាពិតប្រកបណាស់បើអស់លោកមិនជឿខ្ញុំហ៊ានភ្នាល់ដោយមាស100តម្លឹងអស់លោកចាក់សុស្ដំទាំង4ថាយើងហ៊ានភ្នាល់ហើយធ្វើសម្បត្តិចុះកិច្ចសន្យាសេដ្ឋីទៅដល់ផ្ទះឮលលាខ្មោចស្រែករកពុទ្ធោកោកនឹកថាអស់លោកមកជាចាញ់ហើយសេដ្ឋីយកមាស100តម្លឹងឲ្យកូនក្មួយកាន់កោកដែលដាក់លលាក្បាលខ្មោចនោះយ៉ាងរហ័សទៅលុះចូលទៅដល់ទ្វារកំពែងខាងក្រៅលលាខ្មោចបាត់សម្លេងឈឹងពុំឮស្រែកពុទ្ធោសោះកាលចូលដល់ចុងព្រះរាជរោងដាក់លលាក្បាលខ្មោចចំពោះមុខអស់លោកចតុស្ដម្ភទាំង4នោះហើយសេដ្ឋីបង្គាប់ថាចាំអីទៀតក៏មិនស្រែករកពុទ្ធោពុទ្ធោទៅលលាក្បាលខ្មោចបាត់សូនឈឹងមិនឮរកពុទ្ធោសោះមហាសេដ្ឋីចាញ់ក៏ជូនមាស100តម្លឹងទៅអស់លោកឯអស់លោកចំអកថាសេដ្ឋីយកក្បាលខ្មោចមកវារកពុទ្ធោថ្លង់យើងរាល់គ្នាហើយទះដៃសោចលាន់នៅទីព្រះរាជរោងសេដ្ឋីខឹងនឹងក្បាលខ្មោចណាស់លាអស់លោកចេញមកក្រៅដល់កំពែងស្រាប់តែលលាក្បាលខ្មោចស្រែកថាពុទ្ធោពុទ្ធោសេដ្ឋីរឹតតែខឹងណាស់ដល់ផ្ទះប្រើបាវឲ្យយកពូថៅនាំយកលលាក្បាលខ្មោចនោះទៅសំពងចោលឯកំពង់ទឹកបាវយកទៅមិនសំពងឲ្យល្អិតត្រឡប់ជាបោះលលាខ្មោចទាំងមូលចោលទៅក្នុងទឹកឯលលាក្បាលខ្មោចអាសុកកាចនោះអណ្ដែតតាមទឹកស្ទឹងហូររសាត់ទៅក្រោមវាលងរកពុទ្ធោពុទ្ធោរៀងទៅដល់កំពង់វត្តវេលានោះលោកសង្ឃនិមន្តទៅស្រង់ទឹកបានឃើញលលាក្បាលខ្មោចលងរកពុទ្ធោពុទ្ធោលោកក៏ស្រង់យកទឹកកត់និមន្តលោកផកសង្ឃផងគ្នាបាំងសុគររួចដុតក្បាលខ្មោចនោះសោះហើយលោកពិចារណាថាគួរយកកំទេចឆ្អឹងនេះលាយនឹងម្រ័ក្សណ៍ខ្មុកសព្រះវិហារបញ្ជូនផលឲ្យដល់អ្នកដែលស្លាប់ហើយលោកក៏យកខ្មុកលាបតាមសពប្រតិលោកទៅសល់បន្តិចបន្តួចយកទៅលាបនឹងរទេះលោកការដែលម្រ័ក្សណ៍ខ្មុករទេះនោះស្ងួតហើយលោកភ្នុករទេះចង់ទឹមរទេះបទៅសួរញាតិញោមលោកឲ្យសិស្សដឹកគោមកទឹមរទេះឡើងគង់បចេញពីកប់ទៅវេលាស្ងាត់ពីមនុស្សរទេះនោះលាន់ផ្លូវនឹងដុំសង្កៀតគ្នាដោយរទេះធម្មតាតែដល់ជួបនឹងឧបាសកឧបាសិការទេះនោះលាន់ឮដោយលោកជេរបញ្ចោគេថាមេចៅញាប់ញញឧបាសកឧបាសិកាឮខឹងនឹងលោកព្រោះថាលោកជេរបញ្ចោប្រពន្ធកូនគេក៏ដៀថ្មាស់ជាពាក្យទម្ងន់លោកប្រកែកដូចម្ដេចក៏ពុំស្ដាប់រឹតតែប្រមាថលោកឥតកោតញញើត
លោកខួរទៅទៀតជួបនឹងនិមឺនគេកំពុងដើរមានគ្នាច្រើនអារតេះលោកលន់លឺទៀតដូចជាលោកជេរម្ដាយនិមឺនទាំងនោះថាចៅម្ដាយនិមឺនខឹងនឹងលោកនាំគ្នាដេញពីលោកភ័យវាយគោបំបៅរួចទៅលោកនេះគិតថាពីដើមរទេះអញបមកមិនដែលឮសូរជេរបញ្ចោគេទេរឿងនេះឃើញតែកំទឹកឆ្អឹងខ្មោចដែលមកបិទសព្រះវិហារសពីនោះអញយកមកលាបរទេះនេះលោកត្រឡប់មកពីសួរញាតិញោមមកដល់វត្តវិញលោកកាប់រទេះដុតនៅកន្លែងដែលដុតពលាក្បាលខ្មោចអាសក់នោះឆេះជាផេះកន្លែងនោះដោយមានជាតិអាសក់កាចក៏ដុះកើតជាស្មៅកន្ត្រើយដែលជាប់សម្ពុតខោមនុស្សសពថ្ងៃនេះឯងកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងចិត្តមិនអប់រំនាំឲ្យវិនាស